สุดได้จัดกิจกรรมนี้ดม power station ดม power station นี่คือវាមានអាគុយក្នុងហ្នឹងមានអាំងវ៉ាទ័រនៅក្នុងហ្នឹងហ្មងហើយយើងភ្ជាប់តែសូឡាបញ្ចូលសូឡា750វ៉ាត់ចូលទៅយើងអាចប្រើបានហើយទោះបីជាយើងអត់ចេះតឡើងក៏ដោយយើងអាចភ្ជាប់សូឡាតែពីរផ្ទាំងចូលទៅក្នុងដុំហ្នឹងទៅណាយើងប្រើប្រព័ន្ធសម្លេងយើងបានហើយសម្រាប់ទេសកម្មបើសិនតែយើងនៅតំបន់អត់មានភ្លើងហ្មងណាយើងប្រើប៉ុណ្ណឹងគឺគ្រប់គ្រាន់សម្រាប់ផ្ទះយើងមួយហើយយើងប្រើ ampli pyro នេះប្រើបានពី24ម៉ោងលើ24ម៉ោងណាអាហ្នឹងក្នុងករណីយើងអត់មានភ្លើងហ្មងហើយបើសិនតែផ្ទះយើងមានភ្លើងដែរយើងអត់មានយើងមិនប្រើសូឡាក៏បានយើងប្រើភ្លើងរត់អាដុំនេះយើងអាចបញ្ចូលដោយភ្លើងរត់ក៏បានដែរអានេះបើសិនជាយើងអត់បាច់ប្រើសូឡាយើងប្រើភ្លើងរត់ក៏បានដែរសាកភ្លើងរត់ចូលណាបើសិនជាផ្ទះយើងអត់មានភ្លើងរត់នៅយើងប្រើសូឡាសាកចូលអញ្ចឹងដុំនេះយើងប្រើជាមួយ ampli 2បាន24ម៉ោងលើ24ម៉ោងណានេះ ampli ហៅយើងអាចហៅឲ្យនាំផ្លូវ ampli នេះគឺសំឡេងកូនបើផ្ទះយើងទូចយើងប្រើ ampli នេះមួយក៏បានដែរ ampli pyro នេះណាអានេះយើងដាក់សំឡេងកូនទៅខាងនេះយើងដាក់មាត់ច្រកនាំផ្លូវបានហើយយើងប្រើ timer នៅខាងក្រោយនេះណា ampli នេះយើងអាចប្រើបានប៉ុន្តែបើផ្ទះយើងធំយើងឲ្យមាន2ទៅអានេះសំឡេងកូននេះសំឡេងហៅទៅយើងអាចប្រើ ampli 2ហ្មងហើយសម្រាប់ដុំអាគុយអាំងវ៉ាទ័រនេះយើងភ្ជាប់សូឡាបាន750វ៉ាត់ហើយក្នុងនេះមានអាគុយ52អាំពែណាយើងអាចប្រើបាន24ម៉ោងលើ24ម៉ោងអត់បញ្ហាទេទោះបីខែភាសាក៏ដោយអញ្ចឹងបងប្អូនដែលតម្រូវការផ្ទះនៅតំបន់ដាច់ស្រយាលអីអាចតាក់ទងមកហាងទឹកមាត់ទឹកមាសបានណាប្រភេទដុំសូឡានេះមាន1000វ៉ាត់មាន1500វ៉ាត់អានេះខ្ញុំបង្ហាញនេះគឺ1000វ៉ាត់1500វ៉ាត់ធំជាងនេះប៉ុន្តែប្រទេសយើងប្រើ ampli 2នេះយើងប្រើតែ1000វ៉ាត់បានហើយអញ្ចឹងណាអាចតាក់ទងមកហាងទឹកមាត់ទឹកមាសបានទោះបីយើងអត់ចេះតឡើងក៏យើងអាចតឡើងបានដែរពួកសូឡាហ្នឹងយើងភ្ជាប់តែខ្សែវាចូលគ្នាមកយើងប្រើ12វ៉ុលយើងភ្ជាប់ខ្សែសូឡា2ផ្ទាំងចូលគ្នាទៅចូលអាគុយនេះមួយមកមានបូកដកឲ្យវាហ្នឹងក្រោយនេះអញ្ចឹងយើងអាចប្រើបានហើយអរគុណ